ណាគេខ្លះធ្លាប់ល្បីម្ហូបស្លបុកហូបបងប្អូនជនជាតិនៅខាងមណ្ឌលគិរីថ្ងៃនេះខ្ញុំមកសង្ខេបកាត់ចែកជូនបងប្អូនទស្សនាជាដំបូងខ្ញុំស្ងោរត្រប់ហើយនឹងល្ពៅបងប្អូនត្រប់គេត្រូវដាក់ឲ្យច្រើនតែនេះខ្ញុំដាក់តែបន្តិចទេបងប្អូនស្ងោរឆ្អិនល្អហើយយើងយកត្រប់នោះមកបុកជាមួយល្ពៅឲ្យម៉ត់ណានៅខាងមណ្ឌលគិរីគេមានខ្ទឹមទៀតបងប្អូនស្គាល់ខ្ទឹមម៉ត់នៅពេញយើងមិនដឹងទៅរកខ្ទឹមណាទេខ្ញុំដាក់ស្លឹកខ្ទឹមជំនួសវិញណាបងប្អូនបន្ទាប់ពីស្លឹកខ្ទឹមបុកម៉ត់ហើយចាប់ផ្ដើមបុកស្លឹកម្រះម្ដងម្ហូបមួយមុខនេះនិយាយថាបុកដល់ចាស់ហ្មងណាបន្ទាប់ពីបុករួចរាល់ហើយបងប្អូនដាំទឹកឲ្យពុះហើយចាំយើងជ្រុំប្រហុកចូលថែមវាជាមួយខ្ទឹមសបន្តិចដែរបងប្អូនបុកនេះយើងចង់ដាក់វាជាមួយត្រីក៏បានយើងចង់ដាក់វាជាមួយសាច់គោក៏បានតែសាច់គោយើងដាក់សាច់គោស្វិតណាខ្ញុំដាក់មួយតសៃគោដោយសារខ្ញុំចង់ញ៉ាំតសៃគោសាច់គោចូលហើយយើងយកអាគ្រឿងដែលយើងបុកមិញដាក់ចូលទៅទាំងអស់ទៅបងប្អូនខ្ញុំបន្ថែមវាជាមួយផ្សិតសនិងផ្សិតច្បើងដែរបងប្អូនយើងកូរគ្រឿងកូរផ្សិតឲ្យសព្វចូលគ្នាទៅបងប្អូនតទៀតបន្ថែមវាជាមួយអំបិលស្ករប៊ីចេងម្សៅស៊ុបតាមចំណង់ចំណូលចិត្តចឹងណាស្លបុកនេះហើយបើសិនជាបងប្អូនជនជាតិវិញគាត់ស្លនៅក្នុងកំប៉ុងអាស័យបងប្អូនរបៀបថាដូចយកកំប៉ុងអាស័យធ្វើជាឆ្នាំងចឹងពេលគាត់ស្លឆ្អិនមិនគាត់ចាក់ចេញមកស្លបដាគាត់បុកបដាបន្លែរបស់គាត់ចង់180លានមុខហើយចុងក្រោយភ្លក់មើលតាមការចូលចិត្តរួចហើយខ្ញុំបន្ថែមវាជាមួយផ្ទីហើយនិងបន្លែផ្អែមទៀតណាបងប្អូនមុខនេះគឺអត់បុកទេព្រោះថាតែបុកទៅគឺលែងឆ្ងាញ់ហើយហូបមួយមុខនេះស្តៀងសឡក់បន្តិចស្តៀងកកូនបន្តិចបងប្អូនបើនិយាយពីរសជាតិវិញឆ្ងាញ់ប្លែកបងប្អូនហើយល្វីងដោយសារខ្ញុំបុកស្លឹកម្រះចូលម្ហូបមួយមុខនេះ recommend សម្រាប់អ្នកចូលចិត្តញ៉ាំបន្លែបងប្អូនណាខ្លះដែលធ្លាប់ញ៉ាំម្ហូបស្លបុកនៅខាងមណ្ឌលគិរីកុំភ្លេច comment នៅក្រោមវីដេអូម្នាក់មួយផងណាអរគុណ